ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកផលិតមេតិកាទាំងអស់ហ្នឹងហើយអ្នកដែលផលិតមេតិកាទាំងអស់តែងតែប្រាថ្នានៅធួមួយឬក៏អំណោយមួយពី Facebook ត្រូវអត់ដូចជា Facebook របស់ខ្ញុំហ្នឹងមិនមែនជាការចៃដន្យទេវាសុទ្ធតែជាការខិតខំប្រឹងប្រែងរបស់អ្នកនរគ្នាទំហំដែលវាទម្លាក់នៅគេហៅថា CM ធួ CM ហ្នឹងទំហំតែវាទម្លាក់មកឲ្យយើងវាមិនមែនជាការលេខសើចទេវាសុទ្ធតែជាការខិតខំប្រឹងប្រែងនៃការផុសវីដេអូរបស់យើងមួយអញ្ចឹងណាបើសិនជាមានវីដេអូណាផ្ទុះមួយអញ្ចឹងវាធ្វើឲ្យយើងហ្នឹងខាង Facebook គេមើលឃើញទើបគេអនុញ្ញាតឲ្យinvite ឲ្យយើងតម្លាក់នៅធួ CM ឲ្យយើងមិនដូចការមកវឹកដែរគេហៅថាច្បាប់ចាស់គេហ្នឹងគឺគេមានលក្ខខណ្ឌថាប្រមាណfollow ប្រមាណម៉ោងប្រមាណទើបអាចតម្លាក់ធួ CM មកយើងក៏ប៉ុន្តែឥឡូវគឺតើតែគេមើលគេថា content របស់យើងវាគេចាប់អារម្មណ៍ច្រើនគេមើលច្រើនទើបគេតម្លាក់ធួ CM មកយើងអញ្ចឹងអ្នកគ្នាខិតខំប្រឹងប្រែងបង្កើតនៅមេតិកាទៅថ្ងៃណាគេតម្លាក់ CM ឲ្យនោះយើងនឹងសរុបតែម្ដងថាវីដេអូយើងផុសទាំងប្រមាណហ្នឹងវាបានទឹកប្រាក់មកវិញចំនួនប្រមាណហើយនេះគឺជាធួ CM របស់ខ្ញុំខាងក្រុមហ៊ុន Facebook គេទើបតម្លាក់ឲ្យដែរទេប្រមាណថ្ងៃមុនហ្នឹងឥឡូវគឺវាធ្លាក់ហើយអញ្ចឹងយើងត្រូវធ្វើមិនទៀតក៏តាមហ្នឹងទៅពីព្រោះថាការតម្លាក់មួយយើងវាមិនងាយធ្លាក់ទេអញ្ចឹងបើធ្លាក់ហើយយើងចេះចាប់ឱកាសទៅហើយណាមួយគឺវាលយដែរត្រង់ថានៅក្នុងស្រុកខ្មែរយើងឥឡូវគឺគេបើកឲ្យរលុយអីពីព្រោះថាខ្ញុំបានពឹងលោកគ្រូម្នាក់ដែលគាត់មានជំនាញខាងធ្វើ content Facebook content YouTube អីយ៉ាងទៅខ្ញុំក៏បានពឹងពាក់គាត់ឲ្យជួយដោះស្រាយនៅបញ្ហាមួយចំនួនដែលខ្ញុំមិនអាចដោះបានហើយយ៉ាងក៏អរគុណលោកគ្រូខ្លាំងដែរហ្នឹងហើយចំពោះ Facebook ឥឡូវគឺគេអាចដាក់ admin ខ្មែរបានដូចជាប្រហែលថ្ងៃមុនហ្នឹងគឺវាដាច់ធួដាច់ប្រទេសធ្វើឲ្យ account របស់អ្នកនរគ្នាហ្នឹងមានបញ្ហាជាច្រើនមែនតើអញ្ចឹងទើបដឹងថាអ្នកដែលដាក់ admin ខ្មែរគឺមិនមែនតែម្នាក់ពីរនាក់ទេគឺវាច្រើនមែនតើសម្រាប់ការដាក់ admin ខ្មែរអញ្ចឹងដូចជា page របស់ខ្ញុំអញ្ចឹងគឺខ្ញុំបានប្រើ admin ខ្មែរដែរវាថ្ងៃនោះដាច់ប្រទេសដែរព្រួយបារម្ភដែរអ្នកគ្នាពីព្រោះថា page មួយហ្នឹងគឺវាមាន21 follower ដែរអញ្ចឹងវាច្រើនដែរសម្រាប់ខ្ញុំហើយនៅពេលដាច់ផុយអញ្ចឹងសួរថាអ្នកណាមិនបារម្ភអ្នកណាមិនស្ដាយអញ្ចឹងណាពីព្រោះថាចំហតែបានអ្នក follow ប៉ុណ្ណឹងគឺវាមិនមែនជារឿងងាយទេទំហំទៅរកបាន follower ប៉ុណ្ណឹងហើយអញ្ចឹងវាធ្លាក់មកហើយយើងត្រូវតែចាប់ឱកាសវាទៅយើងខិតខំផលិតនៅវីដេអូឲ្យបានច្រើនទៅដើម្បីឲ្យមេតិការបស់យើងនឹងវាកាន់តែរីកទៅអញ្ចឹងណាគេកាន់តែឃើញគេកាន់តែស្គាល់អីយ៉ាងទៅហ្នឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងដើម្បីលើកទឹកចិត្តអ្នកនរគ្នាឲ្យខិតខំបង្កើតនៅមេតិកាដើម្បីរកលុយជាមួយនឹងក្រុមហ៊ុន Facebook ទាំងអស់គ្នាបាទសូមអរគុណ